ឃាតករសម្លាប់ម្ចាស់ផ្ទះជួលនៅចាក់អង្រែលើត្រូវបានសមត្ថកិច្ចក្រសោបបានវិញដល់ខេត្តរតនគិរីយុទ្ធធរពិតជាមានមែនជនសង្ស័យដែលបានធ្វើសកម្មភាពយ៉ាងសាហាវឃោរឃៅចាក់សម្លាប់ម្ចាស់ផ្ទះជួលនៅរាជធានីភ្នំពេញរួចរត់គេចទៅសង្ងំនៅភូមិភាគឦសានបានត្រឹមតែ2ថ្ងៃប៉ុណ្ណោះក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមប្រមាញ់រហូតចាប់ខ្លួនបានមកវិញកាលពីថ្ងៃទី26ខែមីនាឆ្នាំ2026ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅរាជធានីភ្នំពេញរួចរត់គេចទៅសង្ងំនៅភូមិភាគឦសានបានត្រឹមតែ2ថ្ងៃប៉ុណ្ណោះក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមប្រមាញ់រហូតចាប់ខ្លួនបានមកវិញកាលពីថ្ងៃទី26ខែមីនាឆ្នាំ2026ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅរាជធានីភ្នំពេញរួចរត់គេចទៅសង្ងំនៅភូមិភាគឦសានបានត្រឹមតែ2ថ្ងៃប៉ុណ្ណោះក៏ត្រូវកម្លាំងសមត្ថកិច្ចជំនាញតាមប្រមាញ់រហូតចាប់ខ្លួនបានមកវិញកាលពីថ្ងៃទី26ខែមីនាឆ្នាំ2026ករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងនៅផ្ទះលេខ287ភូមិព្រែកតនូ1សង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញជនរងគ្រោះមានឈ្មោះងិនធារាអាយុ58ឆ្នាំជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍ត្រូវបានជនសង្ស័យឈ្មោះហុកវីរៈអាយុ36ឆ្នាំប្រើកាំបិតចុងស្រួចចាក់សម្លាប់បណ្ដាលឲ្យស្លាប់ក្នុងស្រុកឈាមភ្លាមក្រោយការហេតុភ្លាមក្រោយមានការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានបើការស្រាវជ្រាវយ៉ាងក្តៅគគុកជាលទ្ធផលនៅយប់ថ្ងៃទី27ខែមីនាឆ្នាំ2026កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយនគរបាលខេត្តរតនគិរីនិងខេត្តកណ្ដាលបានឈានទៅឃាត់ខ្លួនជនសង្ស័យនៅក្រុងបានឡុងខេត្តរតនគិរីនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាមូលហេតុដែលខ្លួនដាច់ចិត្តសម្រាប់ជនរងគ្រោះគឺដោយសារតែខឹងសម្បាតែជនរងគ្រោះស្ដីបន្តនិងហាមឃាត់មិនឲ្យខ្លួនស្រែកឡូឡាបង្កការរំខានបច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹងបំផុត